នឹងស៊ើបការសម្ងាត់កំពូលរបស់សហរដ្ឋអាមេរិក FBI និងស្ថាប័នសន្តិសុខកម្ពុជាបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងសម្បុកឆបោកតាមអនឡាញការឯកភាពរឹតចំណងសហប្រតិបត្តិការនេះត្រូវបានពិភាក្សានៅក្នុងជំនួបតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងលោក Kash Patel នាយក FBI នៅថ្ងៃទី31ខែតុលាឆ្នាំ2025លោកនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថាកិច្ចសហការនេះគឺដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជននិងប្រទេសទាំងពីរលោកបន្ថែមថាជាច្រើនឆ្នាំកន្លងទៅនេះស្ថាប័នសន្តិសុខរបស់កម្ពុជានិង FBI បានសហការទប់ស្កាត់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជាការជួញដូរមនុស្សគ្រឿងញៀនឃាតកម្មជំរិតទារប្រាក់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការបដិញ្ញាសហការជាថ្មីនៅពេលនេះកើតឡើងចំពេលសហរដ្ឋអាមេរិកបានចាត់វិធានការបង្ក្រាបបណ្ដាញឆបោកតាមអ៊ីនធឺណិតនៅទូទាំងអាស៊ីអាគ្នេយ៍ដែលបានធ្វើឲ្យពលរដ្ឋអាមេរិកខាតបង់ជាង$10,000 លានជារៀងរាល់ឆ្នាំជាផ្នែកមួយនៃប្រតិបត្តិការនេះអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពនិងបុគ្គលមួយចំនួនរួមទាំងលោក Chen Xi ថៅកែក្រុមហ៊ុន Prince Holding Group ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាមានសញ្ជាតិកម្ពុជានិងអង់គ្លេសលោក Chen Xi ត្រូវតុលាការអាមេរិកចោទពីបទនៅពីក្រោយសកម្មភាពឧក្រិដ្ឋកម្មឆបោកនិងការលាងលុយកខ្វក់និងបានរឹបអូសគ្រីបតូតម្លៃ$15,000 លានមុនជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយក FBI សេតវិមានអាមេរិកបានប្រកាសចាប់ដៃកម្ពុជាបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មដែលនឹងបើកផ្លូវឲ្យ FBI ស៊ើបអង្កេតនិងអនុវត្តវិធានការច្បាប់លើឧក្រិដ្ឋកម្មឆ្លងដែន